nhómធ្លាប់ជាសិស្សដែលត្រូវគ្រូបរៀនចង់ចាប់រំលោភនឹងមែនដែលយើងត្រូវគ្រប់តាមឋានៈរបស់គេវាអត់អញ្ចឹងទេយល់អត់អញ្ចឹងខ្ញុំមកនិយាយពីរឿងមួយនឹងថាវាមិនខ្ញុំគឺជាសិស្សម្នាក់ដែលជាសិស្សរបស់គាត់កាលពីបឋមសិក្សាប៉ុន្តែខ្ញុំឡើងដល់វិទ្យាល័យហើយគាត់ក៏មានអីតកតងមួយខ្ញុំឆាតសួរនាំមករៀនសូត្រអីចឹងទៅហើយគាត់ក៏ថាចង់ជួបខ្ញុំហើយខ្ញុំនៅក្មេងណាស់តែខ្ញុំមិនទាន់ចេះគិតមិនទាន់ចេះវិភាគឬក៏មិនទាន់ចេះវាតម្លៃមនុស្សបែបណាទេអូខេខ្ញុំក៏ទៅជួបគេព្រោះគាត់និយាយថាទៅផឹកកាហ្វេផឹកអីធម្មតាអូយើងចង់ដឹងថាកាហ្វេហ្នឹងមិនអីមិនចឹងយើងអត់ដែរដឹងអត់ដែរអីហ៎អូខេគាត់ក៏មកយកយើងជិះឡានអេមយកយើងចឹងហើយពេលនេះនៅមួយយាយបានខ្ទង់កន្លះឆ្នាំជាងអីដែរអញ្ចឹងទៅខ្ញុំក៏ប្រាប់អ្នកផ្ទះតាមហ្នឹងទៅដោយសារយើងនៅមួយគេយើងត្រូវមួយគាត់យើងត្រូវប្រាប់គាត់ព្រោះវានៅក្រោមការគ្រប់គ្រងរបស់គាត់ហើយបន្ទាប់មកទៀតខ្ញុំដឹងគេយកខ្ញុំដល់ណាទេខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យនៅពេលដែលគេជិះទៅឆ្ងាយទៅហើយសួរគេអត់ប្រាប់យល់អត់ប៉ុន្តែវាមិនមែនជាផ្ទះសំណាក់ទេវាគឺជាកន្លែងសួនកាមមួយដែលស្ងាត់មែនតើហើយមានមនុស្សហេហើយកាលនោះខ្ញុំឈួតនឹងថតចង្ងប់អីហ្នឹងឥឡូវក៏ថតដែរតែគាត់ថតវាមានប្រយោជន៍សម្រាប់អ្នកមើលខ្ញុំចង់ទៅថតរូបថតអីចឹងទៅហើយគាត់ក៏ទេមកខ្ញុំព្រោះអីវានៅចានេះគ្នាគាត់នៅអង្គុយក្នុងឡានមានចោទនាអីព្រោះគាត់កំណត់គេគឺចង់រំលោភយើងនៅក្នុងឡានហ្នឹងគេមិនបានចង់មកក្រៅស្អីណាចាបន្ទាប់មកទៀតគាត់ខំមកខ្ញុំហើយខ្ញុំគាត់ថាខ្ញុំដល់ម៉ោងរៀនគួរអញ្ចឹងខ្ញុំគាត់ថាលោកគ្រូជូនខ្ញុំទៅផ្ទះវិញដោយសារខ្ញុំដល់ម៉ោងរៀនគួរហើយគេអត់ជូនយើងទៅដល់វគ្គរសើបក្តៅកពុកឯណាគេអត់ជូនយើងទៅទេគេប្តេកៅអីនៅក្រោយនៅអីហើយអស់ហើយគេប្តេកៅអីនៅក្រោយហើយអស់ហើយខ្ញុំក៏អង្គុយមុខដូចទេជីមកអញ្ចឹងណាហើយនៅពេលដែលខ្ញុំដឹងថាគេកំពុងតែមានកំណត់បែបហ្នឹងច្បាស់ 100%ហ្មងបើកលុកសោចាក់ឡានអត់ចាញ់ទេគេបិទដែរហើយគាត់ក៏ព្យាយាមប៉ះដៃខ្ញុំចេះហើយទាញដៃខ្ញុំឲ្យទៅអង្គុយក្រោយហ្នឹងណាគាត់និយាយថាមកអង្គុយមកក្រោយសិនមកតើមកទៅផ្លែទេអញ្ចឹងទៅយើងដឹងហើយថាគេមានបំណងមិនយើងច្បាស់ 100% នៅពេលហ្នឹងហើយហើយតើមកថាអត់ទៅទេយើងក៏និយាយបែបអីគឺគាត់អញ្ចឹងណាបែបយើងដឹងថាយើងអត់អាចប្រកែកអីបានឬក៏អីអញ្ចឹងយើងក៏និយាយបែបគួរអាណិតថាលោកគ្រូជួយខ្ញុំទៅវិញទៅខ្ញុំប្រញាប់ទៅរៀនទៅអីអញ្ចឹងណាខ្ញុំថាអត់ទេទៅទេពេលហ្នឹងគឺខ្ញុំអត់ទទួលបានការរំលោភទេដោយសារតើមែនតើទៅវាអត់ដល់ថ្នាក់ត្រូវតែចាត់យកយើងឲ្យបានហ្មងទេវាអាចនឹងមានការចូលរួមស្ម័គ្រចិត្តពីក្នុងនឹង 50% ទៀតដែរប៉ុន្តែខ្ញុំបញ្ជាក់គ្រូនឹងមានប្រពន្ធមានកូនណាមានប្រពន្ធមានកូនហើយអូយចង់ក្រោយគឺខ្ញុំត្រូវដើរទៅផ្ទះវិញហើយខ្ញុំអត់ស្មានថាខ្ញុំមានលុយនៅក្នុងកប៉ៅខោ10000ទេព្រោះខ្ញុំក្រណាស់ខ្ញុំអត់មានលុយទេទៅរៀនគូរៀនអីពេលខ្លះខ្ញុំជពាក់គ្រូជពាក់អីទេឲ្យតែបានរៀនអីចឹងខ្ញុំជពាក់គ្រូទៅហើយខ្ញុំមិនមានម៉ូតូជិះទេខ្ញុំជិះកង់កណ្ដាត់ខ្ញុំមិនដែរបានរៀនទេព្រោះអីគ្រូនៅឆ្ងាយពេកហើយខ្ញុំរៀនតែខ្មែររៀនតែអីចឹងទៅវាធ្វើឲ្យខ្ញុំធម្មតាមនុស្សខ្ញុំវាយកសង្គមហើយខ្ញុំមានដឹងខ្លួនឯងថាខ្លួនឯងរៀនខ្មែរយល់អីចឹងបើកណ្ដាត់វិញសូនហ្មងចឹងទៅខ្ញុំក៏រៀនតែខ្មែរចឹងទៅហើយតែដល់អីក្នុងកប៉ៅខោនោះមួយស្ទីបលេងឯងគឺខ្ញុំមានលុយ10000ដែរខ្ញុំក៏ហៅម៉ូតូដុំជីចឹងណាហើយពេលនោះដល់ឡើងឆ្ងាយហើយឡើងឲ្យលាកជើងហើយបានមានម៉ូតូព្រោះអីម៉ោង2 10គេទៅសម្រាប់បាយទឹកអីអស់ហើយនឹងហើយទៅដល់ផ្ទះក៏នៅផ្ទះសួរអីចឹងណាថាមិនមកកែងចឹងគេថាទៅមួយគ្រូអីមកជិះម៉ូតូដុំអីមកវិញចឹងណាហើយពេលដែលគេដោះលែងខ្ញុំឲ្យមកហ្នឹងគឺយូរដែរយូរណាចង់1 ម៉ោងយូរណាគេនៅលងចឹងដល់ហ្នឹងហើយអញទៅស្អីអញទៅចង់រំលោភស្អីអញទៅចង់រួមភេទស្អីមានទៅចង់ស្អីអូយខ្ញុំជួបច្រើនណាស់ហ្វេនខ្ញុំជួបម្ដង2 ដង 3 ដង 4 ដងខ្ញុំនិយាយថាខ្ញុំមិនដឹងមានកម្មពីអីទេ